បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំមានដំណឹងបន្ទាន់មួយទៀតជូនទៅបងប្អូននៅថ្ងៃនេះបាទប្រហែលជាបងប្អូនយើងខ្លះបានឃើញតែបងប្អូនដែលមិនបានឃើញអាចទទួលជាដំណឹងបានបាទពីល្ងាចមិញនេះនាយករដ្ឋមន្ត្រីបានចេញសារឲ្យជាផ្លូវការពាក់ព័ន្ធជាមួយនឹងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រទេសថៃណាអញ្ចឹងទេនឹងចាប់ផ្ដើមមានប្រសិទ្ធភាពគឺពីម៉ោង12យប់នេះទៅហើយបាទគឺនឹងសម្រេចផ្អាកនាំចូលប្រេងឥន្ធនៈជាមួយនឹងឧស្ម័នពីប្រទេសថៃតែម្ដងបាទហើយយើងឃើញហើយថាប្រហែលថ្ងៃកន្លងមកនេះគឺមានពលមានលេចលឺច្រើនពាក់ព័ន្ធជាមួយករណីហ្នឹងណាហើយក៏មានការឆ្លងឆ្លើយគ្នាច្រើនដែរបងប្អូនយើងហើយឥឡូវនេះគឺនាយករដ្ឋមន្ត្រីបានសម្រេចតែម្ដងបាទតាមសាររបស់នាយករដ្ឋមន្ត្រីបានលើកដែរថាមិនថាតែផ្អាករយៈពេលខ្លីទេទោះបីជាផ្អាកជាអចិន្ត្រៃយ៍ផ្អាករហូតក៏កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នដែរគឺថាអាចយកពីប្រភពប្រទេសផ្សេងបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងទេគឺផ្អាកនាំចូលពីប្រទេសថៃហើយដោយពុំមានការបញ្ជាក់ថានឹងត្រូវនាំចូលវិញនៅពេលណាទេបាទហើយស្ថានភាពពេលនេះក៏ហាក់ដូចជាមិនសូវជាល្អប្រសើរប្រហែលទេសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរយើងឃើញចាប់តាំងពីមានរឿងរ៉ាវនៅព្រំដែនមកណាបាទហើយមុននេះបន្តិចដែរគឺនៅយប់ថ្ងៃទី22មិថុនានេះក្រសួងការបរទេសនោះក៏ចេញលិខិតមួយទៀតដែរបងប្អូនយើងបាទហើយនេះក៏ជាដំណឹងសំខាន់ដែរណាគឺក្រសួងបានអំពាវនាវណែនាំទៅដល់ប្រជាពលរដ្ឋយើងបើសិនជាពុំមានកិច្ចការចាំបាច់បំផុតណាមួយណាបងប្អូនខ្ញុំបញ្ជាក់ណាតាមក្រសួងគឺកិច្ចការចាំបាច់បំផុតណាមួយទេគឺសូមបងប្អូនជាពលរដ្ឋយើងកុំធ្វើដំណើរទៅកាន់ប្រទេសថៃបាទការបញ្ជាក់ឬការណែនាំហ្នឹងដោយហេតុថាស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងគឺវាកាន់តែតានតឹងហើយបាទកាន់តែតានតឹងហើយជាមួយគ្នាសម្រាប់បងប្អូនយើងដែលកំពុងតែស្នាក់នៅក្នុងប្រទេសថៃឬក៏បងប្អូនដែលកំពុងធ្វើការក្នុងប្រទេសថៃក៏ក្រសួងណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដែរពីសុវត្ថិភាពផ្ទាល់ខ្លួនណាសូមតាមដានព័ត៌មានពីប្រភពផ្លូវការហើយជៀសវាងការធ្វើដំណើរទៅកន្លែងដែលអាចប្រឈមហានិភ័យផ្សេងៗណាគឺជាក់ស្ដែងដូចជាការទៅកន្លែងប្រមូលផ្ដុំបាតកម្មផ្សេងព្រោះតាំងពីប្រហែលថ្ងៃមុនខ្ញុំធ្លាប់ចេញវីដេអូដែរបងប្អូនយើងតាមរដ្ឋាភិបាលយើងបានប្រកាសប្រមុខរដ្ឋាភិបាលបានលើកគឺបានន័យថាស្ថានភាពនៃការរើសអើងចាប់ផ្ដើមកើតមានហើយបាទចាប់ផ្ដើមកើតមានហើយអញ្ចឹងយើងមើលមិនឃើញទេណាបងប្អូនណានឹងមើលមិនឃើញទេក្រែងលោកបងប្អូនធ្វើដំណើរទៅកន្លែងណាដែលมันមានសុវត្ថិភាពអាចរងនឹងការរើសអើងឬក៏ការធ្វើបាបណាមួយពីពលរដ្ឋជននិយមថៃមួយចំនួនណាពលរដ្ឋជននិយមថៃមួយចំនួនចឹងទេនេះគឺជាព័ត៌មានបន្ទាន់មួយជូនដល់បងប្អូនយើងបាទសូមយកចិត្តទុកដាក់តាមដានព័ត៌មានបន្ថែមទៀតត្បិតថាយើងជាពលរដ្ឋយើងមិនមានសិទ្ធិចូលរួមដោះស្រាយនៅវិវាទប៉ុន្តែយើងត្រូវតាមដានព័ត៌មានយើងត្រូវស្វែងយល់ពីព័ត៌មានដែលត្រូវកើតឡើងជៀសវាងដើម្បីបង្ការនៅហានិភ័យផ្សេងៗដែលអាចកើតឡើងណាហ្នឹងហើយពិសេសនេះគឺសម្រាប់បងប្អូននៅប្រទេសថៃតែម្ដងបាទហើយយើងត្រូវតាមដានព័ត៌មានឲ្យជាប់យើងក៏ត្រូវដឹងពីស្ថានភាពប្រទេសជាតិយើងដែរបើថាយើងមិនមែនជាអ្នកដោះស្រាយតែយើងចូលរួមគ្រប់គ្រងទៅលើយន្តការដែលជាយន្តការតាមផ្លូវច្បាប់ដែលជាយន្តការត្រឹមត្រូវហើយយើងក្នុងនាមជាពលរដ្ឋក៏មិនគួរដែរបងប្អូនយើងមិនគួរធ្វើសកម្មភាពដែលមិនគប្បីឬក៏សកម្មភាពដែលល្មើសច្បាប់ទេបាទហ្នឹងហើយអញ្ចឹងទេខ្ញុំជូនវីដេអូបងប្អូនត្រឹមប៉ុណ្នេះសិនបងប្អូនណាបាទសូមជូនខ្លីទេបាទថ្ងៃនេះហើយអញ្ចឹងសូមជូនសុខភាពល្អទាំងអស់គ្នាហើយតាមដានព័ត៌មានទាំងអស់គ្នាប៉ុន្តែតាមដានពីប្រភពដល់ផ្លូវការបាទតាមដានពីប្រភពផ្លូវការអរគុណជម្រាបលាបាទ